បងប្អូនលោកនីកូឡាម៉ាដេរ៉ូគេចាប់ទៅហើយចានៅឡើយពួកអាចោប្រៃប្លន់ដីចានៅឡើយមិនទាន់ចាប់ឥឡូវហ្នឹងវាផ្ញើសារទៅលោកតាដូណាល់ត្រាំសិតតាកុំឲ្យគេថាកុំឲ្យខ្លាំងពេកចឹងណាពាក្យវានិយាយវាចង់ចឹងណាចាដល់ទប់ចិត្តទប់អារម្មណ៍អីណាគេទៅលយគេបងប្អូននេះពូជអាលយនេះពូជអាចោពូជអាលយនេះថ្ងៃណាកំចាត់ពួកអាចោឆ្លៀនពៀននឹងចាញ់បងប្អូនឥឡូវនេះយើងនាំគ្នាទៅប្តឹងអង្គការសហប្រជាជាតិតុលាការអន្តរជាតិព្រមទាំងច្បាប់ជំវិញពិភពលោកណាបងប្អូនអង្គការជំវិញពិភពលោកហ្នឹងអាស៊ាននេះហ្នឹង UN នេះហ្នឹងហើយយើងទៅឲ្យគ្រប់ច្រកហ្មងទៅបងប្អូនអាសៀមខ្ញុំឃើញព័ត៌មានវាបងប្អូនខ្ញុំដាក់នៅលើនេះអត់បានទេចាជាប់ copyright ខ្ញុំឃើញព័ត៌មានវាថាបើវាយលើនេះវាយន្តហោះ70មកតម្លាក់ណាបងប្អូនចាបើមានវាយលើក្រោយទៀតណាបងប្អូនព័ត៌មានវានិយាយចឹងមកសម្បើមហើយបងប្អូនអើយត្រៀមបងប្អូនហើយវាថាពីមុនយន្តហោះតា4នេះវាតម្លាក់ណាវាអាណិតប្រជាជនយើងសត្វតាអាណិតអាខ្មោចអីនៅខ្ទេចឲ្យអាខ្មោចសៀមអាចង្រៃនេះឥឡូវទៅប្តឹងវាបងប្អូនក្នុងប្រទេសក្រៅប្រទេសទាំងអស់នេះ17លាននាក់នេះចូលទៅសេ Facebook អង្គការសហប្រជាជាតិ UN អាស៊ានទាំងអស់ហ្នឹងចូលទៅសេទាំងអស់គ្នាហួយចូលទៅសេឲ្យលោកតាដូណាល់ត្រាំនេះមកចាប់ពួកអាស៊ាននេះប្រមាណគ្រឿងនេះមេខ្លាំងនេះចាប់វាបើមិនចឹងទេវាមកវាយយើងទៀតហើយបងប្អូនវាត្រៀមរហូតនេះតបវាបដិបចូលមកនេះច្រើនណាបងប្អូនទាំងរត់ក្រោះទាំងតបរបស់វាទាំងទាហានរបស់វាដឹកទាំងស្បៀងទាំងអីមកដឹកគ្រាប់ដឹកអីមកពីណាបងប្អូនចឹងបើមិនឆាប់ប្តឹងចៅសៀមនោះទេអត់បានទេឆាប់ប្តឹងឲ្យលឿនឲ្យអង្គការអន្តរជាតិមកចាប់វាមកទៅឲ្យតុលាការអន្តរជាតិកាត់ទោសវាលឿនបើមិនចឹងទេវាវាយខ្មែរយើងទៀតហើយបងប្អូនអើយវេទនាណាបងប្អូនសង្គ្រាមជុំវិញពិភពលោកហើយបងប្អូនអើយសង្គ្រាមលោកលើកទី3នេះពួកអាខ្មោចចូលនេះពួកអាខ្មោចចូលវានៅអត់សុខទេវាលឺកភ្លើងវាចង់ផ្ទុះតគ្នាវាខំមាត់ដាក់គ្នាគឹមចុងអ៊ុននោះតម្លាក់ពីវាគ្រាប់ទៅសមុទ្រហ្នឹងទៅដែលអាមេរិកកាំងតាដូណាល់ត្រាំនោះប៉ះសម្ដីជាមួយរុស្ស៊ីទៀតហើយឥណ្ឌាប៉ាគីស្ថានទៀតហើយប៉ះសម្ដីគ្នាទៀតហើយអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលមើលផ្ទុះតគ្នាពេញហ្នឹងពួកដែលមានអាវុធខ្លាំងណាស់ផ្ទុះតគ្នាជុំវិញពិភពលោកហ្នឹងបងប្អូនការពារស្បៀងយើងការពារស្បៀងអរគុណបងប្អូន